នៅក្នុងកាន់គម្ពីរលោកុបាទដែលជាកាន់ដំបងបង្អស់នៃព្រះគម្ពីរសញ្ញាចាស់បានរៀបរាប់អំពីបុគ្គលសំខាន់ជាច្រើនរូបដូចជាអាដាម ណូអេ អាប់រ៉ាហាំ អ៊ីសាក និងយ៉ាកុបប៉ុន្តែក្នុងចំណោមពួកគេទាំងនេះព្រះគម្ពីរលោកុបាទបានប្រាប់យើងយ៉ាងលម្អិតបំផុតអំពីជីវិតរបស់យ៉ូសេបពលគឺតាំងពីកុមារភាពវ័យជំទង់ពេញវ័យរហូតដល់លោកចាស់ជរាហើយលាចាកលោកនេះទៅទោះបីជាយ៉ូសេបត្រូវឆ្លងកាត់ការលំបាកនិងទុក្ខវេទនាយ៉ាងខ្លាំងក៏ដោយក៏លោកបានយល់ដឹងពីការផ្សេងយ៉ាងច្បាស់តាមរយៈការចំណាយពេលរស់នៅជាមួយព្រះជាម្ចាស់លោកបានរៀនសូត្រនិងដឹងថាព្រះជាម្ចាស់បានផ្លាស់ប្ដូរអំពើអាក្រក់របស់ពួកបងនិងមនុស្សដែលបានធ្វើបាបលោកឲ្យទៅជាសេចក្តីល្អវិញជាលទ្ធផលការនេះបានធ្វើឲ្យលោកយល់សប្តិឃើញនៅសុបិនមួយហើយបានរស់នៅក្នុងជីវិតមួយដែលបំពេញតាមបំណងព្រះハរតីរបស់ព្រះជាម្ចាស់ទោះជាយ៉ាងណាក៏ដោយមើលទៅពួកបងហាក់ដូចជាមិនអាចបំភ្លេចអំពើខុសឆ្គងដែលពួកគេបានប្រព្រឹត្តនោះបានឡើយនៅពេលដែលលោកយ៉ាកុបជាឪពុកបានទទួលមរណភាពទៅពួកបងមានការភ័យខ្លាចយ៉ាងខ្លាំងពួកគេបារម្ភថាយ៉ូសេបច្បាស់ជាសងសឹកនឹងពួកគេមិនខានហេតុនេះហើយនៅថ្ងៃបុណ្យសពរបស់ឪពុកពួកគេបាននិយាយទៅកាន់យ៉ូសេបថាចៅឯងរាល់គ្នានិយាយនឹងយ៉ូសេបដូចនេះថាសូមអត់ទោសសេចក្តីរំលងនិងអំពើបាបរបស់ពួកបងឥឡូវត្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយដូច្នេះសូមអត់ទោសពួកអ្នកបម្រើរបស់ព្រះនៃឪពុកប្អូនឥឡូវកាលយ៉ូសេបបានលើសេចក្តីដែលគេនិយាយនោះក៏យំហើយលោកមានប្រសាសន៍ទៅពួកគេវិញថាកុំឲ្យខ្លាចឡើយត្បិតតាខ្ញុំជាព្រះឬអីអ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំតែព្រះទ្រង់សម្រេចជាការល្អវិញដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើនដូចជាបានកើតមានសពថ្ងៃនេះបងប្អូនទាំងអស់គ្នាអើយយ៉ូសេបបាននិយាយភាសាអេស៊ីបនិងស្លៀកពាក់ខោអាវបែបជនជាតិអេស៊ីបអ្វីគ្រប់យ៉ាងដែលនៅជាប់នឹងខ្លួនលោកគឺមើលទៅដូចជាជនជាតិអេស៊ីបទៅហើយប៉ុន្តែនៅក្នុងចិត្តរបស់លោកវិញគឺពេញហៀទៅដោយសេចក្តីជំនឿលើព្រះជាម្ចាស់របស់លោកអាប់រ៉ាហាំអ៊ីសាកនិងយ៉ាកុបកាលពីនៅក្មេងយ៉ូសេបធ្លាប់យល់សប្តិឃើញថាពួកបងនិងឪពុកម្ដាយរបស់លោកបានមកលុតជង្គង់ក្រាបថ្វាយបង្គំលោកហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺសុបិនទាំងនោះពិតជាបានคล้ายជាការពិតមែនមិនត្រឹមតែពួកបងរបស់លោកប៉ុណ្ណោះទេប៉ុន្តែក៏មានមនុស្សម្នារាប់មិនអស់ដែរដែលបានមកលុតជង្គង់ក្រាបសំពះនៅចំពោះមុខលោកយូសេបដែលជានាយករដ្ឋមន្ត្រីនៃស្រុកអេស៊ីបទោះជាយ៉ាងណាមុនពេលលោកយូសេបស្លាប់ទៅក្នុងអាយុ110ឆ្នាំលោកបានបន្សល់ទុកនៅបណ្ដាំចុងក្រោយមួយថាព្រះជាម្ចាស់ដែលបានគង់នៅជាមួយខ្ញុំទ្រង់មុខជានឹងនាំប្រជាជនអ៊ីស្រាអែលត្រឡប់ទៅកាន់ទឹកដីសន្យាវិញជាមិនខាននោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះទៅកាន់ស្រុកកាណានជាមួយផងបណ្ដាំមួយនេះហើយតែប្រហែលជាអ្វីដែលលោកយូសេបតែងតែនឹកស្រមៃចង់បានបំផុតនៅក្នុងមួយជីវិតរបស់លោកបណ្ដាំនេះមានអត្ថន័យដ៏ជ្រាលជ្រៅថាជំនឿលើសេចក្តីសន្យារបស់ព្រះជាម្ចាស់គឺមានតម្លៃសំខាន់ជាងការលើកតម្កើងខ្លួនឯងទៅទៀតជាយូរក្រោយពេលលោកយូសេបបានលាចាកលោកនេះទៅរយៈពេល400ឆ្នាំក្រោយមកលោកម៉ូសេនិងប្រជាជនអ៊ីស្រាអែលបាននាំយកឆ្អឹងរបស់លោកយូសេបទៅជាមួយក្នុងពេលដែលពួកគេបានរត់គេចខ្លួនចេញពីស្រុកអេស៊ីបនៅពេលសង្គ្រាមនៅក្នុងស្រុកកាណានបានបញ្ចប់ពួកគេបានយកឆ្អឹងរបស់លោកយូសេបទៅបញ្ចុះនៅក្បែរអាប់រ៉ាហាំអ៊ីសាកនិងយ៉ាកុបនៅក្នុងចម្ការជាទីបញ្ចុះសពរបស់ក្រុមគ្រួសារបើមើលទៅលើរឿងរ៉ាវបែបនេះបង្ហាញឲ្យឃើញថាព្រះជាម្ចាស់ទេដែលជាព្រះដែលបំពេញសុបិនរបស់យូសេបឲ្យបានសម្រេចនៅចុងបញ្ចប់វាជាការល្អណាស់ដែលយើងត្រូវចងចាំថាព្រះជាម្ចាស់ដែលបានបំពេញសុបិនរបស់យូសេបឲ្យក្លាយជាការពិតនោះក៏កំពុងតែដឹកនាំសុបិននិងជីវិតរបស់យើងម្នាក់ៗនៅថ្ងៃនេះដូចគ្នាដែរ